នៅក្នុងការវិវត្តថ្មីមួយនេះដែរគួរឲ្យភ្ញាក់ផ្អើលនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺកងកម្លាំងយោធារបស់រុស្ស៊ីទៅបានរាយការណ៍ថាបានប្រើប្រាស់នៅយន្តហោះគ្មានមនុស្សបើកដែលយើងគ្រប់គ្នាស្គាល់ថាដ្រូននោះជិត1000គ្រឿងក្នុងការវាយប្រហារយ៉ាងធំមួយទៅលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនដែលបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់8នាក់និងរងរបួសជាច្រើនអ្នកផ្សេងទៀតការវាយប្រហារមួយនេះត្រូវបានពិចារណាថាជាមួយនឹងមាត្រដ្ឋានធំមួយនៃការប្រើប្រាស់ដ្រូននៅក្នុងសង្គ្រាមសម័យទំនើបហើយក៏បានបង្ហាញអំពីការផ្លាស់ប្ដូរយុទ្ធសាស្ត្រយោធាដែលកំពុងតែកើតឡើងនៅលើសមរភូមិសម្រាប់ព័ត៌មាននេះគឺបានបញ្ជាក់ថាការវាយប្រហារនេះបានដាក់គោលដៅទៅលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមានបណ្ដាញអគ្គិសនីអគាររដ្ឋនិងតំបន់ស៊ីវិលដែលបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងមួយចំនួនប្រជាពលរដ្ឋត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ខ្លួនខណៈដែរក្រុមសង្គ្រោះបន្ទាន់នឹងបានធ្វើការយ៉ាងខ្លាំងដើម្បីជួយអ្នករងគ្រោះនិងស្វែងរកនៅអ្នកដែលនៅខាងក្រៅអគារដែលបានបាក់លោកប្រធានាធិបតី Volodymyr Zelensky បានថ្កោលទោសនៅការវាយប្រហារនេះយ៉ាងខ្លាំងហើយក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្ដល់នូវការគាំទ្រទៅដល់អ៊ុយក្រែនដើម្បីការពារប្រទេសនេះពីការវាយប្រហារដ៏ធំបែបនេះម្ដងទៀតលោកក៏បានលើកឡើងថាការប្រើប្រាស់ដ្រូនជាច្រើនបែបនេះបង្ហាញថារុស្ស៊ីកំពុងតែព្យាយាមបំបាក់នៅប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននិងបង្កនៅភាពភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋអ្នកវិភាគយោធាបានបញ្ជាក់ថាការប្រើប្រាស់ដ្រូនជាច្រើនក្នុងពេលតែមួយនេះគឺជាយុទ្ធសាស្ត្រមួយដែលមានគោលបំណងបង្កនៅការលំបាកដល់ប្រព័ន្ធការពារអាកាសដោយបង្ខំឲ្យប្រព័ន្ធទាំងនោះត្រូវប្រើធនធានជាច្រើនក្នុងការបាញ់ទម្លាក់បើសិនបើប្រព័ន្ធការពារអាកាសមិនអាចទប់ស្កាត់បានទាំងអស់នោះដ្រូនមួយចំនួនគឺអាចឆ្លងកាត់និងវាយប្រហារទៅដល់គោលដៅសំខាន់ៗបានដោយជោគជ័យបន្ថែមពីនេះគឺការវាយប្រហារមួយនេះក៏បង្ហាញអំពីការកើនឡើងនៃសង្គ្រាមបច្ចេកវិទ្យាដែលដ្រូនកំពុងតែក្លាយទៅជាឧបករណ៍សំខាន់មួយដែលប្រើប្រាស់ទៅលើស្រមោលភូមិយ៉ាងក្តៅគគុកដែលយើងដឹងហើយថាការប្រើប្រាស់ដ្រូននេះមិនត្រូវការចំណាយមនុស្សហើយសម្រាប់ការចំណាយជាប្រាក់កាក់វិញគឺវាក្នុងតម្លៃមួយដែលទាបហើយវានឹងមានប្រសិទ្ធភាពក្នុងការវាយប្រហារខ្ពស់ប្រៀបធៀបនឹងអាវុធបែបប្រពៃណីដូចជាដ្រូននេះគឺវាមានតម្លៃទាបមែនទែនដែលយើងធ្លាប់បានដឹងពីការវិភាគនៅផ្នែកអឺរ៉ុបហើយក៏អាចប្រើប្រាស់បានយ៉ាងបត់បែនដែលធ្វើឲ្យវានឹងក្លាយទៅជាជម្រើសពេញនិយមមួយសម្រាប់ការវាយប្រហារលក្ខណៈខ្នាតធំនៅក្នុងទស្សនវិជ្ជាអន្តរជាតិវិញគឺការវាយប្រហារនេះបានបង្កនៅការព្រួយបារម្ភយ៉ាងខ្លាំងព្រោះតែវាបង្ហាញថាសង្គ្រាមនៅអ៊ុយក្រែនកំពុងតែក្លាយទៅជាការប្រកួតប្រជែងបច្ចេកវិទ្យាហើយវាអាចនឹងបន្តយូរអង្វែងសម្រាប់ប្រទេសសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនរួមមានសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបនឹងបានពិចារណាផ្ដល់ជំនួយបន្ថែមដើម្បីពង្រឹងនៅប្រព័ន្ធការពារអាកាសនិងបង្កើននៅសមត្ថភាពការពារឲ្យកាន់តែខ្លាំងយ៉ាងណាក៏ដោយអ្នកវិភាគក៏បានព្រមានថាប្រសិនបើការវាយប្រហារបែបនេះបន្តកើតឡើងទៀតគឺវាអាចនាំឲ្យមានការកើនឡើងនៃការបាត់បង់ជីវិតនិងការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក៏ដូចជាការស្ដារនៅសេដ្ឋកិច្ចក្នុងប្រទេសអ៊ុយក្រែនឡើងវិញហ្នឹងគឺរៀងយូរអង្វែងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗអាចធ្វើឲ្យមានការរំខានទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃនិងបង្កនៅវិបត្តិមនុស្សធម៌សម្រាប់ប្រទេសរុស្ស៊ីវិញគឺការវាយប្រហារដោយដ្រូនជាច្រើននេះអាចជាវិធីមួយក្នុងការបង្កនៅសម្ពាធទៅលើអ៊ុយក្រែនដើម្បីបង្ខំឲ្យមានការចរចាឬក៏បង្ហាញនៅអំណាចយោធាទៅកាន់ពិភពលោកថារុស្ស៊ីកំពុងតែមានអំណាចក្នុងការវាយប្រហារប្រទេសអ៊ុយក្រែននេះទោះជាយ៉ាងណាក្តីវាក៏អាចនាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននិងបង្កើននៅភាពតានតឹងទៅលើឆាកអន្តរជាតិដូចគ្នាសរុបមកវិញគឺខ្ញុំចង់សង្ខេបថាការវាយប្រហារដោយដ្រូនជិត1000គ្រឿងដោយរុស្ស៊ីទៅលើអ៊ុយក្រែននេះគឺជាសញ្ញាដ៏ច្បាស់នៃការកើនឡើងនៃសង្គ្រាមបច្ចេកវិទ្យានិងភាពតានតឹងដែលមិនទាន់មានទីបញ្ចប់ហើយយើងក៏មិនទាន់ដឹងដូចគ្នាថាពេលណាសង្គ្រាមមួយនេះនឹងបញ្ចប់ខណៈដែលសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាកំពុងតែក្តៅគគុកសម្រាប់ប្រជាពលរដ្ឋដែលទទួលបានឬក៏រងនៅផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះគឺនៅតែមានហើយយើងក៏មិនដឹងដែរថាសង្គ្រាមនេះនឹងបន្តទៅរយៈពេលប៉ុន្មានហើយនឹងតើវានឹងមានដំណោះស្រាយណាដែលអាចនាំទៅរកសន្តិភាពយូរអង្វែងដូច្នេះហើយយើងទាំងអស់គ្នាមានតែរងចាំដូចគ្នាហើយខ្ញុំក៏សូមណូមពរអ្នកទាំងអស់គ្នាជួយចុច like និង subscribe មកកាន់ channel របស់ខ្ញុំផងដើម្បីទទួលបាននៅព័ត៌មាន update បន្តហើយខ្ញុំនឹងស្វែងរកប្រភពច្បាស់លាស់ដើម្បីយកមកសង្ខេបប្រាប់អ្នកទាំងអស់គ្នាដូច្នេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាម្ដងទៀតហើយយើងនឹងជួបគ្នានៅព័ត៌មានក្រោយ